តកតងទៅនឹងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ GBC រវាងប្រទេសទាំងពីរនៅប្រទេសថៃនេះគឺខ្ញុំក៏សម្គាល់ចំណុចដែលឯកភាពគ្នាទៅលើការសាងសង់មង្គលព្រំដែនថ្មីចំនួន15ដែលបានឯកភាពគ្នាទៅលើទីតាំងដែលគេបញ្ជាក់ថានៅទីតាំងដើមហ្នឹងចម្ងល់របស់ខ្ញុំហេតុអីបានជាត្រូវសាងសង់មង្គលព្រំដែនថ្មីព្រោះកន្លងមកទៅតែមង្គលព្រំដែនហ្នឹងវាបែកបាក់ឬក៏បាត់បង់អាហ្នឹងបានគេសាងសង់មង្គលព្រំដែនថ្មីហើយដល់យើងសាងសង់មង្គលព្រំដែនចំនួន15ទៅលើ15ទីតាំងហ្នឹងខ្ញុំមិនដឹងថាមង្គលដែលត្រូវសាងសង់ថ្មីហ្នឹងស្ថិតនៅក្នុងទីតាំងនៃមង្គលព្រំដែនចាស់ដែលបោះកាលពីសម័យបារាំងឬក៏អត់ព្រោះយើងឃើញកន្លងមកនេះទីតាំងនៃការបោះមង្គលព្រំដែនដែលធ្វើថ្មីហ្នឹងគឺមួយចំនួនមិនបានស្ថិតនៅក្នុងទីតាំងចាស់នោះទេគឺទីតាំងដែលថៃនឹងចូលក្នុងដីខ្មែរយើងដូច្នេះខ្ញុំព្រួយបារម្ភថាការដែលធ្វើមង្គលថ្មីចំនួន15មង្គលចំនួនមង្គលបារាំងដែលបោះកាលពីសម័យបារាំងហ្នឹងមិនស្ថិតនៅក្នុងទីតាំងដើមឬក៏ទីតាំងចាស់ដែលមានន័យថាអាចនឹងថៃចូលមកក្នុងដីខ្មែរយើងធ្វើបាត់បង់ទឹកដីខ្មែរយើងនៅតាមព្រំដែនណា